បេសកកម្មនាំចូលសារធាតុអ៊ុយរ៉ាញ៉ូមជាង200 តោនពីសំណាក់អ៊ីស្រាអែលដើម្បីគេចពីភ្នែកអន្តរជាតិដែលនេះនៅតែជាបញ្ហាភាពមិនច្បាស់លាស់ដែលថាអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរឬយ៉ាងណាផ្អែកតាមទិន្នន័យរបស់ IAEA ដែលបានចុះផ្សាយនៅឆ្នាំ1978បានរៀបរាប់ដំណើររឿងដូចតទៅនៅឆ្នាំ1968បេសកកម្មសម្ងាត់មួយរបស់អ៊ីស្រាអែលដែលមានឈ្មោះថា Operation Plombat ដែលបានប្រើប្រាស់ប្រតិបត្តិការបន្លំនិងលួចបន្លំផ្លាស់ប្ដូរទំនិញនៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេដើម្បីលួចសារធាតុអ៊ុយរ៉ាញ៉ូមភ្នាក់ងារស៊ើបការសម្ងាត់អ៊ីស្រាអែលដែលមានឈ្មោះថា Mossad បានបង្កើតក្រុមហ៊ុនដឹកជញ្ជូនបន្លំមួយនៅប្រទេសលីបេរីយ៉ាដែលមានឈ្មោះថា Biscayne Trader Shipping Corporation ក៏មិនមែនមានតែក្រុមហ៊ុនមួយនេះដែរគឺមានក្រុមហ៊ុនច្រើនមកពីប្រទេសផ្សេងៗគ្នាដែលជាបេសកកម្មដ៏ស្មុគស្មាញដើម្បីលាក់បាំងទូនាទីពិតប្រាកដរបស់អ៊ីស្រាអែលក្រុមហ៊ុន Biscayne Trader Shipping Corporation បានសហការជាមួយក្រុមហ៊ុនមួយនៅអាល្លឺម៉ង់ដើម្បីបញ្ជាទិញសារធាតុអ៊ុយរ៉ាញ៉ូមដែលគេហៅថា Yellow Cake ដែលជាអ៊ុយរ៉ាញ៉ូមដែលបានកែច្នៃរួចប្រហែល200 តោនក្នុងទំហំទឹកប្រាក់ $3.7 លានអាមេរិកពីក្រុមហ៊ុន Rare Basic ដែលមានឈ្មោះថា Union Miner ដែលមានសារៈសំខាន់សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែលនៅរោងចក្រ Dinoma ក្រុមហ៊ុនអាល្លឺម៉ង់គ្រប់គ្រងដោយទីភ្នាក់ងារ Mossad បានធ្វើការបញ្ជាទិញ Yellow Cake ចំនួន200 តោនតាមរយៈឯកសារពីក្រុមហ៊ុន Basic Union Miner ដោយនេះគ្រាន់តែជាការបង្កើតកិច្ចសន្យាផ្លូវការដ៏គួរឲ្យទុកចិត្តមួយតែប៉ុណ្ណោះអ្វីដែលសំខាន់នោះគឺឯកសារបានបញ្ជាក់ថាទំនិញនឹងត្រូវដឹកជញ្ជូនបន្តទៅឲ្យក្រុមហ៊ុនអ៊ីតាលីមួយទៀតដែលជាក្រុមហ៊ុនបន្លំបន្ទាប់សម្រាប់ធ្វើការកែច្នៃបន្ទាប់ក្រុមហ៊ុន Basic ទទួលបានប្រាក់រួចរាល់ហើយពីសំណាក់ក្រុមហ៊ុនអាល្លឺម៉ង់ហើយក៏បានប្រគល់ទំនិញនៅឯកំពង់ផែតាមកិច្ចព្រមព្រៀងដោយក្រុមហ៊ុនអាល្លឺម៉ង់មិនដឹងថាអ្នកទិញពិតប្រាកដគឺជាក្រុម Mossad ហើយក៏មិនដឹងថាទំនិញនេះនឹងត្រូវផ្លាស់ប្ដូរទិសដៅនៅកណ្ដាលសមុទ្រទៅកាន់អ៊ីស្រាអែលនោះដែរសារធាតុអ៊ុយរ៉ាញ៉ូម200 តោនត្រូវបានដឹកជញ្ជូនទៅកាន់កំពង់ផែ Antibes ប្រទេស Basic ដោយនាវាដឹកជញ្ជូន Sasberg A ជាអ្នកដឹកដោយគ្រប់គ្រងទីភ្នាក់ងារ Mossad តើមន្ត្រីជំនាញមានការត្រួតពិនិត្យដែរឬទេចម្លើយនោះគឺត្រួតពិនិត្យ Yellow Cake គឺជាសម្ភារៈនុយក្លេអ៊ែរដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់សហគមន៍ថាមពលអាតូមអឺរ៉ុបដោយទីភ្នាក់ងារ Mossad បានរៀបចំឯកសារคล้ายៗជាបន្តបន្ទាប់ក្រុមហ៊ុនអាល្លឺម៉ង់លួចទៅឲ្យក្រុមហ៊ុនអ៊ីតាលីដើម្បីទទួលបានអាជ្ញាប័ណ្ណដឹកជញ្ជូនស្របច្បាប់ពីសហគមន៍ថាមពលអាតូមអឺរ៉ុបដែលអាជ្ញាប័ណ្ណនេះបញ្ជាក់ថា Yellow Cake នេះកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីសម្រាប់គោលបំណងពាណិជ្ជកម្មក្នុងការកែច្នៃសម្រាប់ថ្នាំលាបដរាបណាឯកសារនៅតែត្រឹមត្រូវសហគមន៍ថាមពលអាតូមអឺរ៉ុបនឹងអនុញ្ញាតឲ្យមានការដឹកជញ្ជូនបន្ទាប់ពីពិនិត្យរួចក្រុមភ្នាក់ងារ Mossad បានបកស្លាក Yellow Cake ដោយបិទស្លាកថា Plombat ជំនួសវិញដែលជាពាក្យអក្សរឡាតាំងដែលមានន័យថាសំណដែលជាសារធាតុមិនគ្រោះថ្នាក់ដើម្បីលាក់បាំងពិតប្រាកដនៃទំនិញនុយក្លេអ៊ែរដែលធ្វើបែបនេះងាយឲ្យមន្ត្រីគយនិងមន្ត្រីកំពង់ផែធម្មតាមិនសូវចាប់អារម្មណ៍នឹងការដឹកជញ្ជូនផលិតផលសំណនោះទេហើយពួកគេភាគច្រើនពឹងផ្អែកលើឯកសារនិងស្លាកសញ្ញាផ្លូវការដែលភ្ជាប់ទៅជាមួយទំនិញដោយសារតែឯកសារមានលក្ខណៈស្របច្បាប់លក់ឲ្យក្រុមហ៊ុនអាល្លឺម៉ង់បន្តទៅអ៊ីតាលីហើយស្លាកសញ្ញាមិនបង្ហាញពីសារធាតុគ្រោះថ្នាក់ការត្រួតពិនិត្យនៅតាមកំពង់ផែក៏មិនសូវបានចាប់អារម្មណ៍អ្វីធ្ងន់ធ្ងរនោះដែរមុនពេលចេញដំណើរក្រុម Mossad បានបណ្ដេញនាវិកអេស្ប៉ាញដែលជាក្រុមដើមចេញពីកប៉ាល់ដោយប្រើលេសថាកប៉ាល់នេះត្រូវបានលក់បន្តដោយសារតែនាវាត្រូវបានទិញលក់ដោយក្រុមហ៊ុនបន្លំរបស់ Mossad នោះក្រុមហ៊ុនថ្មីមានសិទ្ធិផ្លាស់ប្ដូរនាវិកតាមច្បាប់ដឹកជញ្ជូនដោយក្រុមនាវិកអេស្ប៉ាញត្រូវបានទូទាត់ប្រាក់សំណូមសម្រាប់ការបញ្ចប់កិច្ចសន្យាមុនការកំណត់របស់ពួកគេតែទោះជាយ៉ាងណាក្រុមនាវិកអេស្ប៉ាញប្រហែលជាមានការភ្ញាក់ផ្អើលនិងខកចិត្តដែលបានបាត់បង់ការងារប៉ុន្តែពួកគេមិនមានហេតុផលអ្វីត្រូវសង្ស័យពីការលួចអ៊ុយរ៉ាញ៉ូមនោះទេក្រុម Mossad បានដោះស្រាយជាមួយក្រុមនាវិកប្រកបដោយវិជ្ជាជីវៈតាមផ្លូវច្បាប់នៃការដឹកជញ្ជូនដើម្បីជៀសវាងការសង្ស័យធំដុំនៅពេលដែលពួកគេត្រូវបានបណ្ដេញចេញពួកគេមិនទាន់ដឹងថាទំនិញ Yellow Cake នឹងត្រូវទុកនោះទេបន្ទាប់ពីចេញពីកំពង់ផែ Antibes ប្រទេស Basic នាវាដឹកទំនិញ Sasberg A បានធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេប៉ុន្តែយោងតាមឯកសារដឹកជញ្ជូនដែលក្រុម Mossad បានរៀបចំដើម្បីបន្លំសហគមន៍ថាមពលអាតូមអឺរ៉ុបនាវានេះត្រូវធ្វើដំណើរទៅកាន់ទីក្រុង Girona ប្រទេសអ៊ីតាលីដែលជាទីតាំងរបស់ក្រុមហ៊ុនថ្នាំលាបដែលជាអ្នកទទួលបន្ទុកបន្លំទោះបីជាយ៉ាងណាក្តីនាវា Sasberg A មិនបានទៅដល់ Girona នោះទេប៉ុន្តែបានធ្វើដំណើរទៅកាន់ចំណុចមួយនៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេដោយកាពីតែនត្រូវបានគ្រប់គ្រងដោយក្រុម Mossad ដើម្បីធ្វើប្រតិបត្តិការសម្ងាត់ដោយប្រហែល7ថ្ងៃក្រោយចាក់ចេញពីកំពង់ផែ Antibes នាវា Sasberg A បានជួបជាមួយនឹងនាវាអ៊ីស្រាអែលមួយគ្រឿងដោយគេជឿថាស្ថិតនៅភាគខាងកើតនៃកោះគ្រីតេដែលស្ថិតនៅក្នុងទីងងឹតបន្ទាប់មកការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមទាំង200 តោនត្រូវបានផ្ទេរយ៉ាងលឿនហើយស្ងៀមស្ងាត់នៅលើនាវាអ៊ីស្រាអែលបន្ទាប់ពីផ្ទេរទំនិញរួចរាល់នាវាអ៊ីស្រាអែលបានបើកទៅកាន់កំពង់ផែ Haifa ប្រទេសអ៊ីស្រាអែលហើយសារធាតុអ៊ុយរ៉ាញ៉ូមត្រូវបានបញ្ជូនបន្តទៅកាន់មជ្ឈមណ្ឌលនុយក្លេអ៊ែរ Dinoma ដោយឡែកនាវា Sasberg A បានបន្តដំណើរទៅចតនៅកំពង់ផែនៅប្រទេសទូគីដោយគ្មានទំនិញអ្វីទាំងអស់
ដើម្បីបញ្ចប់ការបិទបាំងប្រតិបត្តិការនេះថាជាការដឹកជញ្ជូនដែលបរាជ័យឬបាត់បង់ទំនិញការដែលប្រកាសថាការដឹកជញ្ជូនដែលបរាជ័យឬបាត់បង់ទំនិញនេះគឺគ្រាន់តែជាយុទ្ធសាស្ត្របោកបញ្ឆោតប៉ុណ្ណោះតើក្រុមម៉ូសាតបានដោះស្រាយបែបណាជាមួយប្រទេសទូគីក្រុមម៉ូសាតទំនងជានិយាយថាកិច្ចសន្យាជាមួយក្រុមហ៊ុនអ៊ីតាលីត្រូវបានលុបចោលជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនដោយសារតែមូលហេតុខ្លះៗដូច្នេះទំនិញត្រូវបានផ្ទេរនៅកណ្ដាលសមុទ្រតែម្ដងដោយសារតែការបញ្យល់មិនច្បាស់លាស់បែបនេះធ្វើឲ្យមន្ត្រីកំពង់ផែទូគីមិនមានមូលហេតុគ្រប់គ្រាន់ដើម្បីស៊ើបអង្កេតស៊ីជម្រៅនោះទេគោលបំណងរបស់ម៉ូសាតគឺដើម្បីទិញទំនិញឲ្យស្របច្បាប់ប៉ុន្តែលួចដឹកជញ្ជូនទៅកាន់គោលដៅខុសច្បាប់ដោយសម្ងាត់រដ្ឋបាលការ Operation Plumbat ដែលបានកើតឡើងនៅក្នុងឆ្នាំ1968ត្រូវបានរក្សាជាការសម្ងាត់បំផុតអស់រយៈពេលជិតមួយទសវត្សរ៍ការលាតត្រដាងជាសាធារណៈអំពីការលួចអ៊ុយរ៉ាញ៉ូមនេះមិនបានកើតឡើងក្នុងតាមរយៈការស៊ើបអង្កេតរបស់អាជ្ញាធរអន្តរជាតិភ្លាមៗនោះទេប៉ុន្តែតាមរយៈការសារភាពដោយចៃដន្យរបស់ទីភ្នាក់ងារម៉ូសាតម្នាក់បន្ទាប់ពីការលេចធ្លាយនេះហើយទើបប្រតិបត្តិការ Plumbat Affair ត្រូវបានក្លាយជាចំណងជើងព័ត៌មានដ៏រសើបរបស់ពិភពលោកនិងត្រូវបានសរសេរជាសៀវភៅលក់ដាច់ខ្លាំងបំផុតហេតុអ្វីបានជាអ៊ីស្រាអែលមិនបើកចំហតាក់ទងទៅនឹងការទិញសារធាតុអ៊ុយរ៉ាញ៉ូមនោះទៅតើការបែកធ្លាយរបស់ទីភ្នាក់ងារសម្ងាត់ម៉ូសាតម្នាក់ដោយវិធីណា Comment ចង់ដឹងជួបគ្នានៅវីដេអូក្រោយសម្រាប់ប្រិយមិត្តដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកាចម្រុះឬមាតិកាផ្សេងៗយើងខ្ញុំមានទទួលបង្រៀនដោយតម្លៃពិសេសត្រឹមតែ$20តែប៉ុណ្ណោះប្រិយមិត្តដែលមានចំណាប់អារម្មណ៍អាចឆាតចូលក្នុង Page ឬ Telegram បាន